បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអស់គ្នាអំពីរបៀប hack game នៅលើទូរស័ព្ទ Android បាទអញ្ចឹងចំពោះការ hack game នេះគឺខ្ញុំធ្លាប់បានធ្វើវីដេអូពីមុនមកដែរគឺខ្ញុំគ្រាន់តែបង្ហាញពីរបៀប down នៃកម្មវិធី hack នោះទេតែខ្ញុំអត់បានបរៀនអ្នកនរគ្នា hack ទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាកាន់តែច្បាស់អំពីរបៀប hack game បាទអញ្ចឹងដើម្បី hack game នេះបានយើងទូរស័ព្ទរបស់យើងត្រូវតែ root រួចហើយបាទហើយកម្មវិធី hack game នោះគឺមានឈ្មោះថា Freedom នេះបាទអញ្ចឹងអ្នកនរគ្នាអាច download វាបាននៅខ្ញុំដាក់ link នៅ description ខាងក្រោមអញ្ចឹងបងប្អូន down វាយកទៅ hack ទៅបាទអញ្ចឹងចំពោះកម្មវិធី hack game គឺវាមានច្រើនគឺមិនមែនមានតែមួយទេគាត់ថាឥឡូវនេះខ្ញុំបង្ហាញអ្នកគ្នាពី hack game នៅកម្មវិធី Freedom នេះអញ្ចឹងលើកនេះខ្ញុំនឹងបង្រៀនអ្នកគ្នា hack នៅ game នេះមួយខ្ញុំសូមសាកល្បង hack game នឹងមួយអញ្ចឹងអ្នកគ្នាអាច hack game អីផ្សេងទៀតក៏បានដែរអញ្ចឹងយើងសាកចូលមើលកម្ម game ទាំងអស់គ្នាបាទអូសុំទោសច្រឡំលេងបាទណាចាំផ្លែតបាទចូលទៀតអញ្ចឹងយើងមើលកន្លែងសបបាទបងប្អូនឃើញនៅកែងនេះគឺខ្ញុំបាន hack រួចហើយអញ្ចឹងដើម្បី hack វាបានគឺខ្ញុំសុំ hack មួយជាន់ទៀតណាបាទយើងទិញកាក់ទិញអីកន្លែងនេះទិញពេជ្រទិញអីអញ្ចឹងជាដំបូងយើងចូលទៅកម្មវិធីនឹងសិនបាទតមកយើង select ជ្រើសរើសហ្គេមមួយណាដែលយើងចង់ hack បាទមិនហ្គេមនេះអញ្ចឹងសូមរងចាំវាបាទតមកទៀតវាចូលនៅហ្គេមនឹងខ្លួនឯងហ្មងបាទហើយនៅខាងលើនេះគឺវាចេញឲ្យនេះបាទអញ្ចឹងយើងទៅមើលសពបាទហើយយើងទិញបាច់ទិញកាក់មកអញ្ចឹងយើងចុចអានេះមកអញ្ចឹងវាលោត$0ឲ្យឡើយនេះបាទមានន័យថាយើងទិញ free ហ៎មកចុច buy អញ្ចឹង payment successfully ហ៎ successful បាទអញ្ចឹងវាបានហើយយើងសាកទិញផ្សារទៀតមកបាទអញ្ចឹងចំពោះកាក់អីដូចគ្នាទេបាទនេះបាទអញ្ចឹងបងប្អូនអាច hack game ច្រើនពីនេះទៀតបានបាទហើយចំពោះអ្នកចិត្ត hack game អញ្ចឹងគឺគាត់ចូលចិត្តថាម៉េចន័យថា hack ទៅបានលុយច្រើនអញ្ចឹងតែខ្ញុំគិតថាវាអត់សូវស្បាយលេងទេនៅពេលដែលយើង hack រួចហើយអញ្ចឹងដូចថាអត់ខំប្រឹងអញ្ចឹងណា hack លុយមកកាណឺអញ្ចឹងតែចំពោះហ្គេមណាខ្លាំងគឺវាបិទ hack ហីវាអត់ឲ្យ hack ទេបាទអញ្ចឹងអរគុណចំពោះការមើលវីដេអូរបស់ខ្ញុំអញ្ចឹងសូមចប់វីដេអូត្រឹមហ្នឹងហើយកុំភ្លេចចុច like និងចុច subscribe ដើម្បីទទួលបានវីដេអូច្រើនទៀតបាទអរគុណ